ឃ្លានលះហាលពេកបងប្អូនអើយមិនដឹងថាទៅរកលះនៅណាបានទេវាពិបាករកខ្លាំងមែនតែនពេលចឹងហើយមានតែលះសមុទ្ររងថ្ងៃមុនហ្នឹងឯងខ្ញុំក៏នឹកឃើញយកវាមកធ្វើជាលះហាលម្ដងមើលតើអាចញ៉ាំបានដូចលះយើងធម្មតាអត់ហើយដោយសារថាវាសបករះរឹងណាបងប្អូនហើយខ្ញុំដាក់ក្នុងទូបកកដល់ពេលអញ្ចឹងវាកកជាប់គ្នាឃើញទេហើយផ្សែងឡើងទលោមហ្មងហើយជាដំបូងយើងដាក់ដាំទឹកសិនណាបងប្អូនព្រោះអីត្រូវស្រោះវាអញ្ចឹងហើយដោយសារថាវាកកទៀតដល់ពេលអញ្ចឹងគឺថាស្រោះរៀងយូរតិចដែរហ្នឹងហើយខ្ញុំដាក់នៅអត់មានស្អីសម្រាប់នេះហ៎អាកាម៉ាយើងដល់ពេលអញ្ចឹងខ្ញុំយកជាសណាញ់ហ្នឹងមកដាក់វាអញ្ចឹងដើម្បីយើងថាយើងដាក់ស្រោះវាកុំឲ្យវាហាមាត់ណាបងប្អូនប៉ុន្តែដល់ពេលធៀបពិតជាក់ស្ដែងបងប្អូនហើយលៀសហ្នឹងគឺពិបាកក្នុងការហាមាត់ខ្លាំងមែនតើអត់ដូចលៀសធម្មតាសបកស្ដើងដាក់ស្រោះវាចោលអញ្ចឹងហើយខ្ញុំក៏មកបុកគ្រឿងជាមួយនឹងខ្ទឹមហើយនឹងម្ទេសរបស់យើងមកខ្ទឹមរបស់ខ្ញុំគឺខ្ញុំអត់បកសបកទេបងប្អូនដោយសារខ្ញុំចង់ដាក់ទាំងសបកអញ្ចឹងវាមានក្លិនឈ្ងុយខ្លាំងណាហើយខ្ញុំដាក់ម្ទេសហ្នឹងឲ្យច្រើនព្រោះខ្ញុំចូលចិត្តម្ទេសខ្ញុំចូលចិត្តហឹរខ្លាំងមែនតើបងប្អូនហើយឥឡូវលៀសរបស់ខ្ញុំនេះគឺស្រោះបានគ្រប់នាទីហើយខ្ញុំស្រោះរៀងយូរដែរហើយអត់ហាមាត់ទេនិយាយទៅគឺថាលៀសនឹងពិបាកក្នុងការហាមាត់ខ្លាំងមែនតើមិនដឹងថាយកទៅហាលហើយតើវាហាមាត់ឲ្យអត់ទេហើយគ្រឿងរបស់ខ្ញុំហ្នឹងគឺខ្ញុំដាក់អំបិលមិនតិចប៉ុន្តែដោយសារថាលៀសហ្នឹងគឺវាមានជាតិប្រៃស្រាប់ណាបងប្អូនរសជាតិវាគឺប្រៃរៀងប្រៃខ្លាំងដែរពេលចឹងខ្ញុំដាក់អំបិលមិនតិចហើយបន្ទាប់មកទៀតខ្ញុំដាក់ជាមួយនឹងម្រេចប៊ីចេងមិនតិចមកបន្ទាប់មកទៀតយើងច្បល់វាហើយដូចថាសបកវាអាលងអញ្ចឹងវាអត់សូវជាជាប់គ្រឿងហ្មងទេណាបងប្អូនប៉ុន្តែដល់ពេលហើយក៏នឹកឃើញថាភ្លេចដាក់ស្ករអញ្ចឹងដាក់ស្ករមិនតិចទៀតទៅច្បល់វាឲ្យចូលសពជាតិគ្នាអញ្ចឹងហើយបន្ទាប់មកទៀតខ្ញុំអត់យកទៅហាលថ្ងៃទេបងប្អូនដោយសារថាផ្ទះនេះគឺគ្មានកន្លែងហាលគ្មានកន្លែងអីទេបងប្អូនហើយទោះបីហាលក៏ហាលអត់ស្ងួតដែរអញ្ចឹងហើយក៏ខ្ញុំយកម៉ាស៊ីនមកដោយសារថាម៉ាស៊ីនហាលហ្នឹងគឺថាវាល្អជាងថ្ងៃទៀតដោយសារយើងចំណាយពេលរៀងត្រឹមថា1ម៉ោង2ម៉ោងអីប៉ុន្តែនេះខ្ញុំដាក់ឡើងដល់5ម៉ោងណាបងប្អូនខ្ញុំកំណត់យក5ម៉ោងបណ្ដាធៀបពិតជាក់ស្ដែងទៅត្រឹមតែ1ម៉ោង2ម៉ោងអីគឺវាស្ងួតល្មមលៀសថ្ងៃហ្នឹងគឺខ្ញុំហាលឡើង3ម៉ោងណាបងប្អូនពីព្រោះអីខ្ញុំហាលទុកចោលឲ្យលបលបងប្អូនអើយមិនបានថតបានអីដល់ពេលអញ្ចឹងចេះហាលវាទុកចោលតែមកបានរួចដៃមកថតបន្តទៀតអញ្ចឹងណាដល់ពេលមកមើលបងប្អូនហើយបានដឹងថាអូលៀសហាលរៀងជ្រុលប៉ុន្តែវាស្ងួតល្អហើយគ្រឿងវាជាប់ហ្មងដល់ពេលដែលស្ងួតទៅគឺគ្រឿងជាប់ជាមួយនឹងលៀសហ្នឹងគួរឲ្យឆ្ងាញ់ខ្លាំងមែនតើខ្ញុំគឺហាលបានល្អស្ងួតល្អខ្លាំងមែនតើបងប្អូនអើយស្ងួតល្អជាងថ្ងៃយើងទៀតជាងថ្ងៃពលឺថ្ងៃទៀតដល់ពេលអញ្ចឹងទៅអត់មានអីពិបាកអីទេក្នុងការដែលហាលលៀសឥឡូវមកពិបាកនៅកាបនេះបកសបកលៀសហ្នឹងណាវាអត់ហាមាត់ទេបងប្អូនហើយលៀសហ្នឹងគឺពិបាកក្នុងការបកខ្លាំងមែនតើវាដូចថាវារឹងខ្លាំងណាពេលអញ្ចឹងទៅគឺថាតម្រាំតបកបានមួយហ្នឹងគឺថាចង់អាយ៉ះកញ្ចក់អស់ហើយប៉ុន្តែរសជាតិវិញគឺថាឆ្ងាញ់ខ្លាំងមែនតើបងប្អូនហើយបើគ្រឿងដែលខ្ញុំប្រឡាក់ហ្នឹងគឺថាត្រូវគ្រឿងខ្លាំងមែនតើបណ្ដៃរៀងហឹលមិនតិចហឹលមិនហឹលមិនតិចគឺហឹលខ្លាំងហ្មងសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តហឹលខ្ញុំចូលចិត្តម្ទេសហ្នឹងណាបងប្អូនប៉ុន្តែដល់ពេលមកដាក់ម្ទេសថ្ងៃហ្នឹងគឺដាក់រៀងជ្រុលដៃមិនតិចហើយបងប្អូនអើយលំទេណាបងប្អូននិយាយពីថាឡើងក្រហមច្រាលហ្មងហើយម្ទេសហ្នឹងគឺថាហឹលខ្លាំងមែនតើព្រោះអីម្ទេសពូជអាម្ទេសដែលខ្ញុំទិញមកពីបងប្អូនខ្មែរយើងមិនធំតែហឹលធម្មតាណាបងប្អូនគឺថាហឹលហើយវាក្តៅវារោលពេញមាត់ខ្ញុំគ្រាន់តែហូបលៀសហ្នឹងតែ3លៀសឯណាឡើងរោលប្រវេមាត់ឡើងហើបហ្មងហើយនេះសម្រាប់គឺថាលៀសវិញគឺថារូបរាងគួរឲ្យឆ្ងាញ់ខ្លាំងមែនតើសម្រាប់ជ្រួលគឺថាថ្ងៃហ្នឹងធ្វើលៀសហាលបានសម្រាប់ឲ្យបងប្អូនក៏ប៉ុន្តែថ្ងៃក្រោយគឺថាអត់ហាលយូរអញ្ចឹងឯងហាលត្រឹមតែ1ម៉ោងឯងព្រោះអីយើងស្រោះវាហើយហាលហ្នឹងខ្ញុំដាក់កម្ដៅរៀងនេះដែររៀងកម្ដៅខ្ពស់ដែរដល់70អង្សាហើយអញ្ចឹងត្រឹមតែ1ម៉ោងកន្លះទៅ2ម៉ោងត្រឹមប៉ុណ្្នឹងហើយទៅវាអត់ស្ងួតសាច់អញ្ចឹងដាក់ហាលរៀងយូរទៅវាស្ងួតសាច់ណាបងប្អូនប៉ុន្តែវានៅតែរសជាតិរក្សារសជាតិឆ្ងាញ់ដដែលនឹងអាចហូបបានជំនួសនឹងលីហាលយើងធម្មតា